ដាច់ខាតគឺត្រូវតែមានចំណេះជំនាញផ្ទាល់ខ្លួនកុំបោះបង់ខ្លួនឯងចាសោះខ្ញុំឃើញចាផងនៅក្នុងក្រុមមេដាឆ្លាតវៃជាច្រើនចាសិតតាបងប្អូនស្រីៗចាដែលគាត់រៀបការហើយគាត់លះបង់ដើម្បីគ្រួសារចាគាត់ពពោះគាត់មានកូនដល់ពេលគាត់ឆ្លងទលេហើយចាគាត់នៅផ្ទះធ្វើជាម្ដាយល្អចាមើលថែចិញ្ចឹមកូននឹងទៅប៉ុន្តែនៅពេលដែលយើងពឹងពាក់សេដ្ឋកិច្ចចាទៅលើប្តីទាំងស្រុងបើប៉ះប្តីល្អអត់អីទេចាតែបើប៉ះប្តីខ្លះចាគាត់អត់មានគិតពីផលលំបាកថាយើងជាមនុស្សស្រីនឹងចំណាយរាប់រយមុខអីនៅក្នុងផ្ទះមើលថែកូនផងអីផងគិតមុខគិតក្រោយសូម្បីតែ skin care ចាអត់ហ៊ានទិញកៅអៅក៏អត់ហ៊ានទិញចាទិញថ្មីដែរធ្លាប់តែពីមុនធ្វើការមានលុយចាយពេញដែរចាចង់ទិញកៅអៅចង់ទិញ skin care អីគឺអត់បាច់ខាំអត់សុំទេដល់ពេលគាត់ខ្លាយទៅជាម្ដាយរបស់គេហើយគាត់នៅផ្ទះអត់មានចំណូលចាពេលហ្នឹងហើយចាគឺជីវិតគាត់គឺងងឹតសូន្យឈឹងអញ្ចឹងខ្ញុំផ្ដាំដល់បងស្រីៗទាំងអស់គ្នាចាបើសិនជាអាចចាយើងឆ្លៀតពេលលក់អវ៉ាន់អនឡាញឬក៏រកមុខរបរឬក៏អាចទៅធ្វើការបានធ្វើមិនរកប្រាក់ចំណូលខ្លួនឯងមានទទួលខ្លួនឯងខ្លះទៅចាព្រោះថាយើងពឹងលើចាប្តីទាំងស្រុងថ្ងៃណាគេសប្បាយចិត្តគេឲ្យលុយថ្ងៃណាគេអត់សប្បាយចិត្តគេអត់ឲ្យលុយទេចាអារម្មណ៍ពេលហ្នឹងគឺពិបាកនិយាយខ្លាំងមែនតើចាអ្នកដែលធ្លាប់ជួបទឹកយល់អារម្មណ៍មួយហ្នឹងអត់មានមនុស្សស្រីណាចង់រឹងមាំចាមើលកូនផងលក់អវ៉ាន់ផងអត់ចង់ទេប៉ុន្តែចាសម័យនេះគឺចង់គឺត្រូវតាឲ្យមនុស្សស្រីរឹងមាំចាព្រោះថាសម័យនេះតែយើងហ៊ានទុនជ្រាយគេជន់ងាប់ហ្មងចាខ្ញុំនិយាយមែនបើមិនជឿបងប្អូនសួរអ្នកដែលគាត់ដែលថាសេដ្ឋកិច្ចពឹងលើប្តីទាំងស្រុងហើយគាត់នៅផ្ទះមើលកូនណាចាអត់ហ៊ានសម្ដីតូចសម្ដីធំដាក់គេទេចាហើយពេលដែលចាប់បានប្តីមានស្រីទៀតក៏អត់ហ៊ានលែងប្តីដែរពួកអីគាត់ពឹងលើប្តីទាំងស្រុងបងធនាគារចំកូនចំណាយម្ហូបក្នុងផ្ទះអីគឺពឹងលើប្តីទាំងស្រុងអញ្ចឹងប្តីចង់ធ្វើបាបចិត្តអ្នកខ្លះប្តីប្រើអំពើហិង្សាទៀតក៏អត់ហ៊ានលែងប្តីដែរដោយសារអីគាត់អត់មានចំហខ្លួនឯងអត់មានមុខរបរអត់មានចំណូលខ្លួនឯងអញ្ចឹងចង់ផ្ដាំផ្ញើដល់ស្រីៗចាហើយណាក៏យើងត្រូវមានមុខរបរមិនថាតិចមិនថាច្រើនទេហើយណាក៏មិនបានជាចំណាយអីក៏បានចំណាយទិញកៅអៅឬក៏ទិញ skin care សម្រាប់ខ្លួនយើងដែរចាអញ្ចឹងកុំភ្លេចណាស្រីៗត្រូវចេះចារកឲ្យខ្លួនយើងមានក្តីសុខចា